សង្សារិនបាទសង្សារិនបាទគាត់ជាម្ចាស់ដីហើយគាត់ទទួលរងនៅភាពអយុត្តិធម៌អានេះការលើកឡើងរបស់គាត់ហើយក៏នៅទីនេះដែរគឺមានលិខិតបាទអញ្ជើញគាត់គេថាសំណុំរឿងអនុវត្តបាទដោយបង្ខំបាទដោយបង្ខំបាទលេខ005បាទចុះថ្ងៃទី13ខែកុម្ភៈឆ្នាំ2025បាទកន្លងមកនេះហើយបាទលិខិតនេះដែរគឺបាទគាត់ជាភាគីបាទនៃចុងគេហៅចុងចោតបាទហើយក៏ជាជនរងគ្រោះដែរហើយគាត់បាននិយាយប្រាប់ក្រុមការងារសារព័ត៌មានយើងខ្ញុំថាគាត់បានទទួលនៅលិខិតនេះហើយមិនមានបាទមិនបានចូលរួមបាទនៅក្នុងនេះហើយក្រុមការងារបាទអាជ្ញាសាលាគឺគាត់បានចូលទៅហើយប៉ុន្តែដោយឡែកតែគាត់ជាម្ចាស់ដីហើយក៏ជាម្ចាស់ជនរងគ្រោះហ្នឹងជាភាគីដែលចាញ់ក្តីហ្នឹងគឺគេមិនអនុញ្ញាតឲ្យចូលទេគេបិទលបងប៉ុន្តែដល់ខាងណាបិទយើងមិនដឹងទេណាប៉ុន្តែអ្វីដែលគាត់ជឿចាប់បំផុតគាត់ក្នុងនាមគាត់ជាអ្នកដែលជនរងគ្រោះហើយជាភាគីមួយដែលជាភាគីមួយដែលហៅថាជាជនរងគ្រោះហ្នឹងជាចុងក្តីហ្នឹងគឺគាត់បាទទទួលនៅលិខិតនេះហើយមិនបានចូលទាំងក្រុមគ្រួសាររបស់គាត់ហើយថ្ងៃនេះដើម្បីជ្រាបច្បាស់នៅដំណើរសាច់រឿងនេះវាយ៉ាងណានោះគឺក្រុមការងារសារព័ត៌មានយើងខ្ញុំនឹងធ្វើបទសម្ភាសន៍ទៅគាត់ផ្ទាល់តែម្ដងបាទសូមការអនុញ្ញាតគោរពដល់គ្នាបាទលោកពូមានឈ្មោះអីដែរខ្ញុំបាទឈ្មោះសង្សារិនបាទមើលឥឡូវពូជួយរៀបរាប់ពាក់ព័ន្ធនឹងការងាររឿងក្តីក្តាមនេះកន្លងមកឬថាការប្រឹងផ្ដាល់ហ្នឹងវាស៊ីជម្រៅដោយកម្រិតណាកន្លងមកតើវាទទួលបានយុត្តិធម៌ដែរឬទេកន្លងមកនេះបាទអញ្ចឹងខ្ញុំសូមរៀបរាប់អំពីដំណើរដើមតងនៃដីតាំងពីឆ្នាំ1991ខ្ញុំបានទិញដីនេះនៅលើភ្នំនេះគឺទំហំទាំងអស់ចំនួន16តាជើងបាទជើង16តានៅឆ្នាំ91ចុងឆ្នាំ91គឺខ្ញុំបានកាប់ព្រៃដាំដំណាំសពបែបយ៉ាងប៉ុណ្ណឹងមានគ្រាប់ចន្ទទីចំនួន25គីឡូ25គីឡូនោះគឺយកមកពីខេត្តកំពង់ចាមបងខ្ញុំក៏នៅទីនោះគឺទិញពីនោះមកផ្ញើពីនោះមកដើម្បីយកមកដាំបច្ចុប្បន្នដើមចន្ទទីនោះនៅសល់មួយដើមគត់បាទមួយដើមគត់ប៉ុន្តែបច្ចុប្បន្នហ្នឹងអាហ្នឹងកាល3ឆ្នាំមុនទេឥឡូវហ្នឹងគឺខ្ញុំអត់បានដឹងខ្ញុំអត់បានចូលអត់ឲ្យខ្ញុំចូលអញ្ចឹងខ្ញុំមិនបានដឹងទេប៉ុន្តែមុនហ្នឹងគឺមានរយៈពេលប្រហែលជា3ឆ្នាំមុនហ្នឹងគឺខ្ញុំចូលគឺខ្ញុំគ្រប់គ្រងពហុហ្នឹងគឺបបដើមចន្ទទីហ្នឹងនៅមួយដើមអាហ្នឹងរយៈពេល30ជាងឆ្នាំហើយប៉ុន្តែក្រោយមកពីអដេញធ្វើប្លង់ស្លាប់មន់នៅឆ្នាំ92ឆ្នាំ92នោះធ្វើប្លង់ស្លាប់មន់ហ្នឹងធ្វើ92ហ្នឹងគឺប្លង់របស់ខ្ញុំបានចេញហើយនៅខែ7ឆ្នាំ92ចំនួន4ប្លង់មានចំនួន16តាជាងប៉ុន្តែក្រោយមកមានប្លង់ចេញក្រោយខ្ញុំចំនួន2ប្លង់ដែរគឺ280 A400 285និង A400 286ចំនួន2ប្លង់ហ្នឹងគឺទំហំដីមានចំនួន6តាជាងបាទមានចំនួន6តាជាងក្រោយមកខ្ញុំក៏ដាក់ប្លង់ដាក់ពាក្យមិនដឹងដោយសារដីរបស់ខ្ញុំមានប្លង់មុនដីនោះជាមានប្លង់ក្រោយគ្នារយៈពេល5ខែបាទរយៈពេល5ខែក្រោយពីសុំមកទៅក្រោយពីសុំពាក្យម្ដងទៅគេនៅឲ្យខ្ញុំចាញ់ដដែលនៅចាញ់ដដែលចេញសារក្រមមួយលេខ92បាទចេញសារក្រមលេខ92ប៉ុន្តែចេញសារក្រមហ្នឹងទំហំដីគឺទៅតាមប្លង់ដី285និង286បាទ285 00A400 285និង 00A400 286មានទំហំដីចំនួន6តាជាងប៉ុន្តែដីនៅសល់ពីរំលាយប្លង់របស់ខ្ញុំហើយខ្ញុំក៏បានក្រោយពីដីរំលាយហើយហ្នឹងខ្ញុំក៏ប្តីនៅសល់ដីនៅសល់ប្រហែលដីនៅសល់ពីក្នុងហ្នឹងចំនួន16559 ម៉ែត្រការ៉េដីនៅសល់ចំនួន16559 ម៉ែត្រការ៉េហ្នឹងគឺខ្ញុំធ្វើពាក្យស្នើសុំបាទកាលហ្នឹងចំនួនលោកហ៊ុនម៉ាណីគឺនៅអីប្រធានតុលាការនៅខេត្តបរសៃនុដល់ពេលហ្នឹងខ្ញុំគឺសុំធ្វើពាក្យស្នើសុំលោកហ៊ុនម៉ាណីបានចេញសារក្រមមួយលេខ181អាហ្នឹងចេញតាម2002ហ្នឹងឯងចេញមកខ្ញុំដីដល់សល់ហ្នឹងដល់សារក្រមហ្នឹងចូលជាស្ថាពរខ្ញុំក៏បានសុំអនុវត្តសារក្រមប៉ុន្តែការអនុវត្តសារក្រមរបស់ខ្ញុំ
ពេលមកអនុវត្តសាក្រមគាត់ថាជាដីនឹងជាដីរបស់គាត់ខ្ញុំមិនអាចចូលបានទេមិនមែនជាដីរបស់គាត់ទេរឿងហេតុវាចេះតែបន្តក្រោយមកដីដែលនៅសល់ 16559 ម៉ែត្រការ៉េហ្នឹងគឺខ្ញុំធ្វើពាក្យដឹងគេរំលាយនៅមូលដ្ឋានរំលាយសាលក្រមរបស់ខ្ញុំចោល181ហ្នឹងរំលាយសាលក្រមខ្ញុំចោលរំលាយសាលក្រមខ្ញុំចោលហើយគាត់អានេះប្រកាសសាលក្រមថ្មីគឺលេខប៉ុន្មានគឺខ្ញុំអត់ចាំទេបាទទទួលស្គាល់អានេះដីទំហំ 16559 ម៉ែត្រការ៉េគឺប្រគល់យកដល់គាត់បាទខ្ញុំក៏កើតទុកមិនសុខចិត្តក៏សូមប្តឹងទៅអ្នកមើលឯកសារខ្ញុំពិចារណាគេណាគេថាចុះមានគ្រប់គ្រាន់អស់ហើយមិនចង់តែចាញ់ខ្ញុំថារឿងចាញ់គឺខ្ញុំចាញ់មកចប់ប៉ុន្តែចាញ់ដោយសារអីគឺខ្ញុំអត់ដឹងបាទខ្ញុំចាញ់ដោយសារអីគឺចាញ់អត់ដឹងព្រោះឯកសារខ្ញុំមានទាំងអស់ប៉ុន្តែចាញ់បង្ហូតប៉ុន្តែចាញ់ដោយសារអីគឺខ្ញុំអត់ដឹងក្រោយមកខ្ញុំប្តឹងទៅអូតូក៏នៅតែទទួលស្គាល់សាលក្រមដែលចេញក្រោយ 16559 ម៉ែត្រការ៉េហ្នឹងគឺប្រគល់ឲ្យអាដាមប៉ុលលោកប៉ុលសរឿងដដែលបាទខ្ញុំមិនអោយចិត្តខ្ញុំប្តឹងទៅកំពូលចេញអក44ហ្នឹងគឺខ្ញុំឲ្យចាញ់ដដែលទៀតរឿងហ្នឹងវាចប់ហើយអនុវត្តសាក្រមនេះគឺចប់ក្រោយមកដីដែលនៅសល់ដីដែលនៅសល់ចំនួន2ប្លង់ដីនៅសល់ចំនួន2ប្លង់នោះគឺយកមកធ្វើប្លង់ប្រព័ន្ធរៀងខ្លួនគាត់ក៏ធ្វើប្លង់ប្រព័ន្ធដែលគាត់ឈ្នះនោះខ្ញុំក៏ធ្វើប្លង់ប្រព័ន្ធដែលរបស់ខ្ញុំនៅសល់បាទហើយគាត់និយាយថាខ្ញុំអត់មានដីទេអស់ដីហើយរឿងអីខ្ញុំមានដីយកមកធ្វើប្លង់ទៀតចុះរឿងដីដែលថាខ្ញុំសុំឆ្លងកាត់គាត់មានចេញមកឲ្យខ្ញុំលិខិតរបស់មេធាវីនេះលិខិតសុំឆ្លងកាត់ដីដើម្បីទៅឈូសឆាយធ្វើដីឈូសឆាយពង្រៀបដីធ្វើដីប៉ុន្តែគាត់នៅតែបដិសេធថាគាត់អត់ទទួលស្គាល់ថាខ្ញុំមានដីជាប់ព្រំគាត់ទេបាទក្រោយមកអស់ពីរឿងហ្នឹងមួយហើយគាត់ថាអត់មានព្រំដីហើយអត់មាននេះហើយក្រោយមកធ្វើប្លង់រៀងខ្លួនបាទធ្វើប្លង់រៀងខ្លួនប្លង់អីម៉ែធ្វើប្លង់រៀងខ្លួនហើយខ្ញុំក៏បានកាន់ប្លង់នេះតាំងពីឆ្នាំ2010រហូតមកដល់បច្ចុប្បន្នរយៈពេល15ឆ្នាំហើយកាន់ប្លង់ហ្នឹងប៉ុន្តែការបង់ពន្ធរបស់ខ្ញុំរយៈពេល14ឆ្នាំហើយបាទនៅឆ្នាំហ្នឹងគឺអត់ទាន់បានបង់ទេគឺបង់នៅខែ6ខែ7ហ្នឹងអត់ទាន់បានបង់ទេអញ្ចឹងហើយរយៈកាលកន្លងមកបែរជាខ្ញុំអ្នកមានប្លង់អលម៉េបបង់ពន្ធរៀងរាល់ឆ្នាំអត់ដែលខានក្រោយមកគាត់ប្តឹងទៅអានេះប្តឹងទៀតគាត់ថាខ្ញុំមិនមានដីទេដីរបស់គាត់ទាំងអស់គឺខ្ញុំមានដីចុះលិខិតទទួលស្គាល់ព្រំផ្ដិតមេដៃមានមេធាវីបញ្ជាក់ពីសូរយាដីអាក្រោយបញ្ជាក់ពីសូរយាដីថាខ្ញុំនឹងចុះបញ្ជីត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ធ្វើប្លង់អលម៉ែបហ្នឹងបាទអាហ្នឹងខាងដល់ពេលហ្នឹងអ្នកណាអ្នកសួរត្រង់ហ្នឹងគឺទៅខាងសាលាដំបងហ្នឹងសួរខ្ញុំថាចេះដីអត់មានជន់គ្នាសោះរឿងអីក៏មកប្តឹងដល់ហ្នឹងខ្ញុំថាអត់មានជន់ទេអញ្ចឹងគាត់ថាគាត់សុំអស់ខាងក្រសួងសូរយាដីនេះបញ្ជាក់លិខិតមួយដើម្បីយកមកគាត់ក្រសួងដែនដីបានបញ្ជាក់ហើយថាខ្ញុំបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ប៉ុន្តែនៅតែគាត់នៅតែគាត់អកេងកាត់ទៅនៅឲ្យខ្ញុំចាញ់ដដែលអញ្ចឹងមិនថាខ្ញុំមិនថាខុសមិនថាត្រូវទេសូមឲ្យបងប្អូនទាំងអស់នេះសូមសម្ដេចពុកសម្ដេចម៉ែនេះណៃបវរធិបតីសម្ដេចដេជោសូមជួយរកយុត្តិធម៌ឲ្យកូនចៅផងក្នុងពេលនោះគឺសម្ដេចទៅរំលឹកថ្មីហ្នឹងក្នុងអានេះថានៅថ្ងៃទី21ខែ12ឆ្នាំ2024លើកឡើងថាទោះបុគ្គលមានអំណាចមានលុយមានកាក់មានមាសមានប្រាក់សពបែបយ៉ាងទាំងអស់យ៉ាងណាក្តីក៏មិនអាចយកប្លង់រំលោភយកប្លង់ដែលមានប្លង់ LMAP ហ្នឹងបានទេគឺខ្ញុំនៅចាំច្បាស់នៅពេលហ្នឹងប៉ុន្តែមកដល់បច្ចុប្បន្នប្តឹងហើយប្តឹងទៀតតាំងពីដំបូងរហូតដល់កំពូលគឺក្រុមខ្ញុំជាសង្ឃរិនចាញ់បង្ហូតមានប្លង់តាមកាប់ដីនេះមិនមែនជាដីរបស់ខ្ញុំតែឯងទេបងប្អូនផ្ញើលុយមកតាំងពីឆ្នាំ92 93នោះផ្ញើលុយពីស្រុកបារាំងក៏មានកាណាដាក៏មានអូស្ត្រាលីក៏មានបងប្អូនទៅធ្វើការខ្ញុំទេលៀងអាចលៀងនោមបំរើគេនៅទីនោះដើម្បីចូលលុយចូលកាក់ខ្ញុំនៅទីនេះជាអ្នកជួយនោះដោយសារអីខ្ញុំមានមូលដ្ឋាននៅទីនោះងំចឹងហើយ
តើទាំងអស់តើអស់លោកទាំងអស់គ្នានឹងពិចារណាមើលចុះបើប៉ះរឿងបងប្អូនណារឿងអញ្ចឹងអយុត្តិធម៌ដូចខ្ញុំអញ្ចឹងតើបងប្អូនមានការឈឺចាប់ដូចខ្ញុំទេចឹងបាទខ្ញុំអត់មានអីទេខ្ញុំមានតែលើកដៃ10ម្រាម10ដើម្បីទូលសម្ដេចបវរធិបតីនិងសម្ដេចតេជោហ៊ុនសែនដើម្បីសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីជួយរកយុត្តិធម៌ឲ្យខ្ញុំជាជនរងគ្រោះអានឹងខ្ញុំមានប៉ុណ្្នឹងទេបាទឥឡូវសូមសួរសំណួរខ្លះទៅលោកពូខ្លះតើការពាក់ព័ន្ធនឹងការកាន់កាប់ដីកន្លងមកដែលយើងមិនទាន់ប្រឹងប្រែងចុងក្រោយនេះតើយើងបានដល់ដីដែលពូអាងថាធ្វើប្លង់បងប្អូនរាល់ឆ្នាំហ្នឹងតើយើងបានកាន់កាប់ហ្នឹងតើមានដំណាំអីនៅកន្លែងហ្នឹងអត់មានបាទប៉ុន្តែវាងាប់អស់ខ្លះដោយសារយើងចេញចូលមានការលំបាកពេកបាទចឹងបានថាដីអត់ផ្លូវអត់មានផ្លូវពីមុនការចំនួនមុនប្រពន្ធខ្ញុំអ្នកធ្វើការខ្ញុំធ្វើការមន្ត្រីរាជការដែរខ្ញុំធ្វើប៉ូលីសប៉ុន្តែប្រពន្ធខ្ញុំទៅអីមកកាប់ឆ្ការព្រៃដីហ្នឹងបាទដាក់ទាំងខ្លាំយកកូនមកជាមួយបាទកំសត់ណាអត់មានដែរមានស្ពានទេគ្មានស្ពានទេកូនខ្ញុំនេះគឺនៅកាន់កាប់នៅចាំនៅដីនឹងតែម្ដងគឺវេទនាណាស់សពបែបយ៉ាងទាំងអស់តែដល់គាត់មកថាខ្ញុំគ្មានដីនៅទីនេះចឹងសូមពិចារណាឥឡូវសូមជម្រាបសួរលោកពូថាតើអ្នកដែលភាគីតំណោះដែលលោកពូហ្នឹងតើគាត់មានឈ្មោះអីដែរគាត់មានឈ្មោះប៉ុលសរឿនបាទអញ្ចឹងបានន័យថាបច្ចុប្បន្ននេះគឺគាត់ឈ្នះក្តីនៅតុលាការបាទនៅគ្រប់ហ្មងតាំងពីដំបូងរហូតដល់កំពូលគឺខ្ញុំចាញ់ទាំងអស់បាទហើយខ្ញុំអ្នកកាន់ប្លង់ខ្ញុំអ្នកកាន់កាប់ដីខ្ញុំអ្នកបងប្អូនពូនជួនរត់14ឆ្នាំទៅជាខ្ញុំអត់មានអីទាំងអស់ចាញ់ក្តីអ្នកអត់មានអីសោះមានតែពាក្យមិនដឹងមកឈ្នះក្តីអញ្ចឹងសូមពិចារណាបងប្អូនគឺពិចារណាបាទប៉ុណ្ណឹងហើយមិនអស់ចិត្តទៀតបង្ខំឲ្យខ្ញុំសងជំងឺចិត្តចំនួន$5 លានទៀត5 លានមកក្នុងនោះ5 លានពុះតែចង់និយាយថាឥឡូវសូមសួរលោកពូចេះតើថ្ងៃហ្នឹងថ្ងៃទី5ខែ6បាទថ្ងៃទីថ្ងៃទី6នេះបាទថ្ងៃទី6បាទថ្ងៃទី6បាទខែមីនាហ្នឹងតើឆ្នាំ2025តើគេសារិកានេះគេចុះមកនេះគឺយ៉ាងម៉េចគេចុះមកនៅគាត់ឬយ៉ាងម៉េចក្នុងអាដីសាលិកាគេលិខិតអញ្ជើញយកមកហៅខ្ញុំនេះហៅខ្ញុំមួយហៅខ្ញុំមុនមួយសប្តាហ៍មុនប៉ុន្តែយកមកខ្ញុំនៅពេលយប់ម៉ោង7យប់បាទម៉ោង7យប់យកកណ្ដាស់នឹងយកមកខ្ញុំយប់ថ្ងៃទីប្រហែលថ្ងៃប្រហែលជាថ្ងៃយកមកយប់ថ្ងៃទីថ្ងៃទី26ខែ26ខែកុម្ភៈបាទខ្ញុំហើយខ្ញុំក៏អត់បានទទួលដែរព្រោះខ្ញុំខណ្ឌថតទុកមូលហេតុអីដែលខ្ញុំអត់បានទទួលមិនទទួលម៉ោងធ្វើការងារម៉ោងរដ្ឋបាលគឺមិនមែនម៉ោង7យប់យកមកខ្ញុំទេម៉ោងរដ្ឋបាលគឺម៉ោង5ហើយយើងលើតិចតួចចុះអានឹងយើងទទួលបានប៉ុន្តែម៉ោង7យប់សូមឲ្យបងប្អូនទាំងអស់គ្នាពិចារណាមើលណាពិចារណាមើលទាំងអស់គ្នាមើលបាទហើយក្រោយនេះលិខិតនេះហៅខ្ញុំដើម្បីមកជុំរួមអនុវត្តនៅសាក្រមហ្នឹងអនុវត្តនៅសាក្រមគឺថាបញ្ញត្តិទៀតហ្នឹងគេដាក់ថាម៉េចណាដោយបង្ខំប៉ុន្តែខ្ញុំជាម្ចាស់ដីនេះជនរងគ្រោះនេះមកដល់ហើយមិនឲ្យខ្ញុំចូលបិទទ្វាររបងមួយជាន់ហើយមួយជាន់ទៀត2ជាន់មិនឲ្យខ្ញុំចូលតើអនុវត្តហ្នឹងអនុវត្តតាមនីតិវិធីណាកំបាំងឬក៏យ៉ាងឥឡូវជាចុងក្រោយក្នុងនាមពូហើយនិងមីងជាក្រុមគ្រួសារទាំងអស់ហ្នឹងតើមានពាក្យពេចន៍អ្វីដើម្បីជាសំខាន់ដើម្បីផ្ញើសារទៅថ្នាក់ដឹកនាំដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាក្រុមគ្រួសារប្រពន្ធកូនចៅបងប្អូនទាំងអស់គ្នាអញ្ចឹងមានអីមានលើកម្រាមដៃ10គោរពអង្វរដល់សម្ដេចតេជោនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតដើម្បីជួយរកយុត្តិធម៌ឲ្យយើងខ្ញុំទាំងអស់គ្នាជាជនរងគ្រោះហើយប្រគល់ដីខ្ញុំមិនទៅតាមផងរៀងៗខ្លួនចំកូនចំចៅច្រើនមកគ្រួសារហើយខ្ញុំរីងអស់ហើយទឹកភ្នែករីងអស់អត់មានទឹកភ្នែកទៀតទេព្រោះវា34ឆ្នាំហើយមកដល់បច្ចុប្បន្ន34ឆ្នាំដេកយប់ណាក៏ជាសពឃើញទាំងអស់នឹកឃើញទាំងអស់ដោយសារអីកាន់កាប់34ឆ្នាំអត់មានផលប្រយោជន៍អីទាំងអស់បាទគឺពិចារណាលុយអស់កាក់ច្រើនគ្រប់មានអីរួមអស់អត់មានអីច្រើនចឹងមានតែលើកដៃដល់ម្រាមដៃ10គ្រប់អង្វរដល់សម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតមេត្តាជួយរកយុត្តិធម៌ឲ្យកូនចៅជាប្រជាជនស្រួលត្រង់
សម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ